ជំរាបសួរលោកអ្នកទាំងអស់គ្នាជាទីគោរពណាស់បាទខ្ញុំលោកគ្រូមហាជុំសូមជូនពរលោកអ្នកឲ្យខ្លាយទៅជាសាច់ថៃឲ្យហេងឲ្យរស់ស៊ីមានបានចាប់តាំងឆ្នាំ2026នេះតទៅខ្ញុំសូមចែករំលែកលោកអ្នកអំពីរបៀបនៃការសែនដកជើងធូបបាទសែនដកជើងធូបគឺជាការសែនជូនដំណើរទេវតាព្រោះរយៈពេល1ឆ្នាំនៅមុនពិធីបុណ្យចូលឆ្នាំចិន6ថ្ងៃគឺទេវតាត្រូវអញ្ជើញឡើងឋានសួគ៌ដើម្បីទៅរាយការណ៍អំពីការងារថ្វាយដល់ព្រះអិនអញ្ចឹងមុននឹងទេវតាលោកយាងទៅកាន់ឋានសួគ៌យើងក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវសែនព្រេនដើម្បីជូនដំណើររបស់លោកក៏ដូចជាអរគុណដែលលោកខំជួយយើងថែរក្សាការពារយើងរយៈពេល1ឆ្នាំអញ្ចឹងនៅឆ្នាំ2026នេះគឺថ្ងៃសែនដកជើងធូបទេវតាឡើងទៅឋានសួគ៌ថ្ងៃទី11ខែកុម្ភៈឆ្នាំ2026អញ្ចឹងនៅថ្ងៃទី11នេះគ្រប់ផ្ទះទាំងអស់គឺត្រូវរៀបចំសែនគ្រប់ទីកន្លែងបាទជាទូទៅកន្លែងទីសក្ការៈនៅក្នុងផ្ទះរបស់យើងគឺទី1មានម្ចាស់ទឹកម្ចាស់ដីយើងហៅថាប្រភូមិយើងមានជំនាញផ្ទះយើងមានជំនាញចង្ក្រានយើងមានកុងម៉ាអញ្ចឹងអ្នកខ្លះគេមានច្រើនជាងនឹងទៀតអ្នកខ្លះមានតែប៉ុណ្្នឹងអញ្ចឹងយើងត្រូវរៀបចំសែនឲ្យបានគ្រប់កន្លែងបងប្អូនណាបាទអញ្ចឹងយើងដាក់សែនព្រលឹមឡើងថ្ងៃទី11នេះរយៈពេល1ថ្ងៃពេញអត់កំណត់ថាសែនព្រឹកសែនថ្ងៃសែនល្ងាចទេឲ្យតែនៅក្នុងថ្ងៃទី11ព្រះអាទិត្យរះគឺយើងត្រូវសែនណាបាទយើងសែនទៅសែនឲ្យបានគ្រប់កន្លែងទៅហើយរបៀបនៃសែនយើងបួងសួងទៅសុំកន្លែងជំនាញផ្ទះក្តីកន្លែងប្រភូមិក្តីណាសុំឲ្យថ្ងៃសែនដកជើងធូបជួយឲ្យយើងរស់ស៊ីមានបានតិចប្រជុំសុខសប្បាយអីការបន់ស្រន់របស់យើងទៅបន្ទាប់ពីសែនរួចយើងក៏រៀបចំសម្អាតបាទនៅគ្រប់ទីកន្លែងសក្ការៈរបស់យើងពីព្រោះថាទេវតាលោកគង់នៅរយៈពេល1ឆ្នាំហើយថ្ងៃ11លោកយាងឡើងឋានសួគ៌ដូច្នេះនៅថ្ងៃទី11នេះក្រោយទៅពីយើងដាក់សំណែនសែនថ្វាយលោករួចគឺលោកត្រូវយាងឡើងឋានសួគ៌ហើយអញ្ចឹងផ្ទះដែលលោកនៅហ្នឹងកន្លែងសក្ការៈហ្នឹងគឺអត់មានទេវតានៅទៀតទេអញ្ចឹងយើងត្រូវរៀបចំបោសសម្អាតឲ្យស្អាតអត់មានខុសអីទេណាបងប្អូនណាបាទហើយអ្នកណាដែលមានការចង់ផ្លាស់ប្ដូរដូចជាចង់ដូរជំនាញផ្ទះដូរកុងម៉ាអីក៏យើងអាចដូរនៅក្នុងពេលហ្នឹងដែរអត់មានខុសអត់មានត្រូវរៀបចំពេលវេលាទេបាទអញ្ចឹងក្រោយទៅពីយើងសែនហើយយើងរៀបចំបោសសម្អាតផ្លាស់ប្ដូរទៅឬមួយក៏ថ្ងៃ11នេះយើងរវល់យើងអត់បានធ្វើយើងក៏អាចសែនឲ្យរួចយើងចាំធ្វើថ្ងៃ11 12 13 14ក៏បានដែរលើយ៉ាងម៉េចកុំឲ្យដល់ថ្ងៃសែនគឺថ្ងៃ16អញ្ចឹងរបៀបនៃសែនដកជើងធូបហ្នឹងគឺយើងសែនរួចយើងក៏សម្អាតប៉ុន្តែមុននឹងសម្អាតយើងត្រូវដកជើងធូបទុក3សរសៃសិនគឺថាជានាងជាផ្ទះរបស់យើងត្រូវដកទុក3សរសៃឬ5សរសៃយើងដកជើងធូបទុកអីយើងអាលាក់អ្វីដែលសល់ហ្នឹងចេញឲ្យអស់បន្ទាប់មកយើងដាក់ផេះដាក់ដី5ធាតុថ្មីអញ្ចឹងបើពីដើមដូនតារបស់យើងគឺយើងដាក់ផេះឬមួយក៏យើងដាក់ដីហុងស៊ុយ5ធាតុឬមួយក៏យើងដាក់ម្សៅបាទអញ្ចឹងយើងគួររកដីហុងស៊ុយ5ធាតុយកមកដាក់ណាពីព្រោះដីហុងស៊ុយ5ធាតុគឺជាដីដែលយើងយកចេញពីប្រភពដែលមានធម៌ពលហុងស៊ុយល្អអញ្ចឹងដីធម៌ពលហុងស៊ុយល្អនេះយើងយកមកដាក់ជាពិសេសនៅជំនាញផ្ទះនៅកុងម៉ានឹងជួយឲ្យយើងរកស៊ីមានបានតិចប្រជុំថ្កុំថ្កើងអញ្ចឹងយើងអត់ចាំបាច់ទៅដាក់ខ្សាច់5ពណ៌ឬមួយក៏តែតិចត្បូងតិចអីទេព្រោះរបស់អស់នេះបើតាមពិតទៅនៅលក់ទីផ្សារមិនមែនជារបស់ពិតទេសិតតែជារបស់ដែលគេកែច្នៃអញ្ចឹងរបស់ដែលកែច្នៃស្មើរបស់មិនពិតអង់គ្លេសហើយរបស់ fake កាលណាយើងដាក់ទៅយើងអត់ជោគជ័យទេអញ្ចឹងយើងដាក់ដីហុងស៊ុយ5ធាតុមកអញ្ចឹងដីហុងស៊ុយ5ធាតុនេះគឺជាប្រភេទដីកម្របងប្អូនណាបាទអញ្ចឹងខ្ញុំបានចែកម្លែកជូនហើយអញ្ចឹងបងប្អូនត្រូវរកដីហុងស៊ុយ5ធាតុមកដាក់ហើយមិនមែនចេះតែជាវទេណាឃើញគេដាក់លក់លើ Facebook លើអីប្រយ័ត្នទៅគេយកដីអត់យកអីមកឲ្យយើងអត់ដឹងថារបស់ហ្នឹងសុទ្ធមិនសុទ្ធទេអញ្ចឹងបងប្អូនជឿជាក់លើអ្នកណាបងប្អូនជឿពីអ្នកនោះទៅជឿជាក់លើលោកគ្រូមហាជុំយើងជឿពីលោកគ្រូមហាជុំទៅណាបងប្អូនណាបាទអញ្ចឹងយើងបានរៀបចំឲ្យដីហុងស៊ុយ5ធាតុនេះបើយើងមានលុយយើងជាវដាក់ទាំងអស់ហ្មងនៅក្នុងកំប៉ុងប៉ុន្តែបើយើងស្ទើយើងនេះទៅយើងដាក់លាយបាទយើងច្បល់ចូលគ្នាទៅមានដីហុងស៊ុយ5ធាតុមានផេះហើយនឹងម្សៅលាយចូលគ្នាយើងចាក់ទៅហើយយើងក៏រក្សាទុកទៅចាំថ្ងៃ16ថ្ងៃសែនបានយើងរៀបចំសែនហើយថ្ងៃសែនដកជើងធូបហ្នឹងបងប្អូនកូនក្មួយណាបាទខ្ញុំសូមជម្រាបជូនបងប្អូនថាកណ្ដាស់សែនយើងអត់មានប្រើអីច្រើនទេគឺខ្ញុំឲ្យប្រើនេះអញ្ចឹងហើយតគីមនេះគឺជាដង្វាយសម្រាប់សែនទេវតាអញ្ចឹងយើងអត់ត្រូវប្រើអីទេយើងប្រើតែតគីមហ្នឹងមកតគីមហ្នឹងគឺជាតំណាងឲ្យមាសបាទនេះគឺជាមួយសន្លឹកនេះស្មើមាសមួយតលឹងណាបាទអញ្ចឹងយើងក៏ទិញពីផ្សារមកប្រាប់គេថាខ្ញុំចង់ទិញតគីមបាទអាចថតរូបខ្ញុំនេះទៅបង្ហាញគេដឹងយកមកដាក់សែនទៅហើយការដង្វាយនៃការសែនយើងសែនអីក៏បានដែរបាទយើងសែនអីក៏បានដែរយើងសែនផ្លែឈើសែនអីទៅតាមលទ្ធភាពរបស់យើងប៉ុន្តែនៅក្នុងឆ្នាំនេះខ្ញុំមានរៀបចំបងប្អូនណាបាទនេះគឺជាកឡសបែកដីមាសសុខសប្បាយបងប្អូនអាចជាវយកទៅសែនជំនាញផ្ទះបានបងប្អូនណាកឡសបែកដីមាសសុខសប្បាយនេះគឺជាកឡមាសដែលយើងយកទៅសែនដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនព្រោះនេះគឺជាសម្ដែងដីគឺជាតំណាងរុក្ខជាតិដែលមានមើមច្រើនណាអញ្ចឹងអ្នកណាខ្សត់កូនខ្សត់ចៅខ្សត់ញាតិយើងសែនចឹងសែនហើយមានកូនមានចៅសុខសប្បាយហើយសារជាតិផ្អែមនេះនឹងជួយឲ្យក្រុមគ្រួសារយើងចម្រុងចម្រើនអញ្ចឹងគ្រួសារយើងអាសាឆ្លោះគ្នាកូនអត់ស្ដាប់បង្គាប់ប្តីអត់ស្ដាប់ប្រពន្ធចេះតែឆ្លោះគ្នាចេះតែមានស្រីមានញីធ្វើអីអត់សូវបានកាក់កបច្បាយញីអត់ស្រឡាញ់លុយមិនសល់ចេះតែរោមកទៅវិញកូនអីនិយាយមិនស្ដាប់កូនខូចកូនខលនិយាយមិនស្ដាប់ប្តីប្រពន្ធអាសាឆ្លោះគ្នារោស៊ីមកអត់មានចេះតែអស់ទៅវិញអញ្ចឹងសម្ដេចដីមាសនេះគឺនឹងនាំមកនៅលៀបសំណាងអញ្ចឹងឲ្យសែនដកជើងធូបយើងមិនដាក់ផ្លែឈើក៏បានដែរយើងដាក់ធោសម្ដេចដីមាសនេះមកគូដាក់សែនជំនាញផ្ទះទៅអញ្ចឹងទេវតាជំនាញផ្ទះនឹងទទួលហើយលោកនឹងឡើងឋានសួគ៌អញ្ចឹងនឹងឲ្យពរយើងរស់ស៊ីមានបានពេញមួយឆ្នាំក្រោយពីយើងសែនហើយយើងអត់យកទៅណាទេបងប្អូនណាបាទយើងយកទៅដាក់រយៈពេលមួយឆ្នាំពេញហ្មងនៅក្នុងផ្ទះយើងដាក់ជាវត្ថុមង្គលថ្វាយជំនាញផ្ទះរហូតយើងរស់ស៊ីមានបានរហូតយើងជោគជ័យរហូតហើយកន្លងនេះក្នុងនេះបងប្អូនឃើញមានប្រហោងនេះគឺដើម្បីស្រូបលៀបមកចូលអញ្ចឹងយើងអត់បើកទៅយើងបិទរហូតណាបាទ
យើងបិទរហូតមកហើយយើងរកស៊ីមានបានកាត់កបរហូតបងប្អូនណាបាទកន្លងនេះយើងដាក់សែងឲ្យសែងដកជើងធុកហើយយើងយកទុករហូតដល់ថ្ងៃចូលឆ្នាំយើងសែងទៀតហើយបើអ្នកខ្លះគាត់អត់ទាន់បានសែងដកជើងធុកយើងទុកសែងថ្ងៃចូលឆ្នាំក៏បានដែរហើយយើងអាចចែករំលែកបាទថាយើងជាវបាទព្រោះវាជាគូមួយគូហ្នឹងយើងអាចជាវយកទៅជូនដល់បងប្អូនយើងទៀតណាបាទយើងជូនដល់បងប្អូនជូនដល់កូនចៅជាកាដូក៏កាន់តែអស្ចារ្យកាន់តែរស់ស៊ីមានបានព្រោះសម្ដែងដីគឺតំណាងឲ្យភាពសុខដុមរមនាដើមមួយមើមច្រើនមានជីវជាតិរស់ស៊ីមានបានស្ដាប់បង្គាប់ហើយជួយឲ្យយើងរស់ស៊ីមានបានចាក់ប្រជុំថ្កុំថ្កើងអញ្ចឹងនៅក្នុងឆ្នាំ2026នេះបងប្អូនត្រូវយកសម្បែងដីមាសនេះយកទៅដាក់នៅក្នុងជំនាញផ្ទះបងប្អូនណាបាទគឺនឹងហេងខ្លាំងតែម្ដងហើយបើទោះបីជាជំនាញផ្ទះយើងរៀបទៅខុសរៀបទៅមិនត្រូវយ៉ាងម៉េចក៏ដោយដែលឥទ្ធិពលនៃរបស់ទឹកនេះយកទៅដាក់នឹងជួយបន្សាបនៅរឿងមិនល្អឲ្យខ្លាយទៅជាល្អវិញបងប្អូនណាបាទបងប្អូនអាចតំណាក់តំណងជាវជាមួយលោកគ្រូមហាជុំបានណាឆាតចូលเพจរបស់លោកគ្រូមហាជុំទៅឬមួយក៏ Telegram លោកគ្រូ070គុត29 29 38 099 40គុត26 37បាទព្រោះខ្ញុំមានតិចខ្ញុំធ្វើប្រហែលជា20ឈុតទេបាទចាំបងប្អូនអាចជាវបានហើយបន្ទាប់ពីយើងយកទៅដាក់យើងសុខសប្បាយហើយជាពិសេសអ្នកដែលគេហៅថាកូនមិនស្ដាប់បង្គាប់ប្តីមិនស្ដាប់មានស្រីឬមួយក៏យើងខ្សត់កូនខ្សត់ចៅយើងអាចជាវយកទៅដាក់បានយើងនឹងមានសុខភាពល្អគ្រួសាររឹងមាំកូនចៅល្អមានលៀបមានជ័យតពូជតចំនួនណានៅក្នុងឆ្នាំ2026ហ្នឹងអញ្ចឹងលោកគ្រូមហាជុំសូមជម្រាបលាសូមអរគុណបងប្អូនណាលោកអ្នកអាចជាវបានយើងមានតិចអត់មានច្រើនទេបាទអរគុណច្រើន